សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាព្រឹកនេះត្រូវថ្ងៃទី6រោចខែចែកឆ្នាំមមីពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី8ខែមេសាឆ្នាំ2026នេះគឺជាសកម្មភាពព្រះសង្ឃក៏ដូចជាសមណៈសិក្សានៅថ្នាក់បឋមដែលសិក្សានៅវត្តរលុះក៏បានមកលេងវត្តស្រុកកំណើតហើយក៏បានបោសសម្អាតទីធ្លាវត្តអារាមសម្រាប់ទទួលញាតិញោមពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់ដែលមកលេងកម្សាន្តនៅវត្តសុវណ្ណបុប្ផារាមហៅវត្តខ្សាច់ការរៀបចំសង្ក្រាន្តនៅវត្តសុវណ្ណបុប្ផារាមនេះផងដែរគឺបានត្រឹម 50% ទេញាតិញោមគឺនៅសល់ 50% ទៀតនៅ 50% ទៀតនោះប្រហែលជាចាំប្រហើជាតិគេងាយចូលឆ្នាំទាំងម្ដងហើយការចាប់ផ្ដើមគឺចាប់ផ្ដើមនៅថ្ងៃទី13គឺជាថ្ងៃចាប់ផ្ដើមរហូតដល់ថ្ងៃជាប់ចូលឆ្នាំហើយទៅនេះគឺជាសកម្មភាពពេលព្រឹកដែលព្រះសង្ឃមួយអង្គនេះគឺគង់នៅក្នុងវត្តសុវណ្ណបុប្ផារាមនេះឯងដែលកំពុងបោសសម្អាតសម្រាមដើម្បីប្រមូលយកទៅចោលចំណែកនេះគឺជាព្រះវិហារដែលចាស់ទ្រុឌទ្រោមណាស់ទៅហើយញាតិញោមដែលរៀបនឹងកសាងថ្មីបើសិនញាតិញោមពុទ្ធបរិស័ទមានសទ្ធាចូលរួមកសាងព្រះវិហារអាចខមមិននៅខាងក្រោមថ្មភាពនឹងទម្លាក់ QR code ព្រះគ្រូសូត្រឆ្វេងនៅក្នុងវត្តសុវណ្ណបុប្ផារាមដើម្បីឲ្យញាតិញោមចូលរួមជាសទ្ធានេះគឺជាផ្កាដែលញាតិញោមនៅខាងអន្លង់2មានសទ្ធាជ្រះថ្លាយកមកដាំពោមុខរោងនេះគឺជិតដល់ថ្ងៃគេចូលឆ្នាំមែនទែនហើយមុខរោងយើងកាលពីយប់មិញក៏យើងបានរៀបភ្លើងដែលសម្រាប់ជា